ឈ្មោះអានចក្រីរៀននៅថ្នាក់ទី6ក1នៃសាលាបឋមសិក្សាវត្តបូជំរាបសួរខ្ញុំឈ្មោះអមបញ្ញារៀននៅសាលាបឋមសិក្សាវត្តបូនៅថ្នាក់ទី4ក1ខ្ញុំមានអាយុ10ឆ្នាំខ្ញុំឈ្មោះកយូអ៊ីរៀននៅថ្នាក់ទី5ក1នៃសាលាបឋមសិក្សាវត្តបូនៅពេលលើដល់ឈ្មោះសាលាបឋមសិក្សាវត្តបូគេស្គាល់ភ្លាមថាជាសាលារៀនគំរូមួយប្រចាំព្រះរាជាណាចក្រកម្ពុជាសាលាបឋមសិក្សាវត្តបូមិនត្រឹមតែល្បីរន្ទឺទូទាំងប្រទេសនោះទេថែមទាំងល្បីឈ្មោះឆ្លងប្រទេសទៀតផងតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យសាលាបឋមសិក្សាវត្តបូក្លាយជាសាលារៀនគំរូនិងល្បីឈ្មោះយ៉ាងដូចនេះអ្វីដែលជាចំណុចពិសេសដែលបណ្ដាសហគមន៍ឬក៏មេដាបេដាសិស្សព្រមទាំងស្ថាប័ននានាទទួលស្គាល់នោះអ្វីដែលសំខាន់គឺលើ3ចំណុចដែលជាចក្ខុវិស័យរបស់យើងខ្ញុំនេះឯងទី1គុណភាពនៃការអប់រំប្រកបដោយប្រសិទ្ធភាពទី2គឺយើងបានថែទាំសុខភាពកូនរបស់យើងឲ្យបានកាន់តែល្អផ្នែកអនាម័យស្អីៗទាំងអស់នោះហើយនៅទី3គឺអេរិយាបថរបស់ពួកគេដែលមានសុជីវធម៌សិលធម៌និងគុណធម៌ទាំងអស់នេះបើយើងនិយាយឲ្យស្រួលស្ដាប់ថាយើងមានស្ដោបមកតែពីរទេគឺទី1គឺវិន័យនិងសណ្ដាប់ធ្នាប់ហើយទី2គឺគុណភាពនៃការរៀនរបស់ពួកគាត់ទាំងអស់វិន័យនិងការអប់រំស្តង់ដារគឺជាអ្វីដែលគេតែងតែនិយាយអំពីសាលាបឋមសិក្សាវត្តបូវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរគណៈគ្រប់គ្រងសាលាបឋមសិក្សាមួយនេះបានបែងចែកវិន័យនៅក្នុងសាលាជា5ចំណុចរួមមានបាទវិន័យដែលយើងដាក់ចេញជាគោលការណ៍គឺមានលក្ខណៈ5យ៉ាងគឺទី1គឺធ្វើម៉េចឲ្យអប់រំពួកគេឲ្យចេះស្អាតភាពស្អាតទី2គឺអប់រំពួកគេឲ្យមានរបៀបដេកដើរឈោកអង្គុយហូបចុកមុខកាពីទី3គឺអប់រំពួកគាត់ឲ្យខ្លាយទៅជាមនុស្សសុភាពរាបសារចេះអោនលំទោនឃើញចាស់ទុំចេះគោរពចាស់ទុំចេះនិយាយស្ដីដោយពាក្យសមសួនទី4វិន័យទៅលើការអនុវត្តម៉ោងពេលឲ្យបានត្រឹមត្រូវគឺកំណត់ម៉ោងបានច្បាស់លាស់ហើយនឹងទី5គឺឲ្យពួកគេរៀនធ្វើសមាធិគឺដែលជាលក្ខណៈចាប់ផ្ដើមនៃការប្រមូលផ្ដុំនៅអា4ខាងដើមមានន័យថាស្អាតរបៀបសុភាពទៀងពេលហើយសមាធិមានន័យថាការគិតឡើងវិញតើយើងធ្វើបាន4នោះថ្ងៃនេះយើងធ្វើបាន4ហើយឬនៅមិនធ្វើបាននៅកន្លែងណាធ្វើបានកន្លែងណាខ្ញុំយកចៅមករៀននៅសាលាវត្តបូនេះព្រោះអីសាលាវត្តបូនេះគឺសាលាល្អលេខ1ព្រោះកូនខ្ញុំពីមុនមកក៏រៀននៅនេះហើយជាគ្រឹះរឹងមាំហ្មងកូនខ្ញុំរៀនប៉ាកែណាចាហើយវិន័យនិងសិលធម៌គឺល្អខ្ញុំគិតថាកន្លែងហ្នឹងជាថ្នាលបណ្ដុះបណ្ដាលដ៏ល្អសម្រាប់កូនខ្ញុំចាពួកខ្ញុំមើលស្ថានភាពហើយមើលរបៀបការរៀនរបស់គេដូចថាចង់និយាយថាគេល្បីហ្មងទូទាំងខេត្តហ្មងចាតាំងពីខ្ញុំមកនៅមកគឺចាប់ពីកូនខ្ញុំកើតមកគឺយើងតាមដានមើលថាសាលាណាល្អជាងអញ្ចឹងណាយើងចាំដានដល់ពេលឃើញសាលានេះខ្ញុំគាត់ថាពេលដែលគាត់គ្រប់អាយុនឹងយកបញ្ជូនគាត់មកនេះដោយសារគាត់មានហេតុផលគឺវិន័យល្អទាំងការស្លៀកពាក់ទាំងវិន័យក្នុងការរស់នៅប្រចាំថ្ងៃក៏គាត់បង្រៀនកូនយើងសពគ្រប់អញ្ចឹងណាអូនពេលគាត់មកសាលាពេលគាត់ទៅផ្ទះវិញគឺវិន័យដូចពេលនៅសាលាដូចគ្នាចេះបោះសម្រាមចេះធ្វើស្អីដូចវិន័យនៅសាលាដែរអ្វីដែលការអប់រំការសិក្សារបស់យើងនៅទីនេះវាដូចទៅការអប់រំសិក្សានៅបណ្ដាសាលាដទៃទៀតទូទាំងប្រទេសផងដែរព្រោះក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីហើយក៏ទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំផងដែរវាគ្រាន់តែថាកន្លែងនេះយើងបានធ្វើច្រើនជាងបណ្ដាសាលាដទៃពេលខ្លះមានកម្មវិធីដូចគ្នាប៉ុន្តែគាត់មិនបានយកកម្មវិធីនោះទៅធ្វើឲ្យចេញជាសកម្មភាពនោះទេវាគ្រាន់តែមានតែក្នុងឯកសារវាគ្រាន់តែមាននៅក្នុងទ្រឹស្ដីប៉ុន្តែមិនបានយកឯកសារនិងទ្រឹស្ដីនោះមកធ្វើជាសកម្មភាពដើម្បីឲ្យកូនរបស់យើងរៀនបានក្រៅពីរឹតបន្តឹងលើវិន័យនិងការសិក្សាអប់រំចំណុចពិសេសដែលគួរឲ្យចាប់អារម្មណ៍លើសាលាបឋមសិក្សាវត្តបូនោះគឺលោកពឹងកំឆេនបានរៀបចំឯកសណ្ឋានសម្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូក្នុងគោលបំណងបង្កើតនូវសមត្ថភាពនិងលុបបំបាត់នូវភាពរើសអើងរវាងអ្នកមាននិងអ្នកក្រជាការចាប់ផ្ដើមនៃការរៀបចំឲ្យមានឯកសណ្ឋានជា uniform នេះវាត្រូវតែជួបបញ្ហាប្រឈមហើយប៉ុន្តែការប្រឈមនោះត្រូវបានវារលត់ទៅម្ដងបន្តិចជាដំបូងគឺយើងត្រូវបានការឧបត្ថម្ភពីជាមុនសិនដើម្បីឲ្យគាត់ស្ងប់ស្ងាត់ស្ងប់លើចិត្តដើម្បីការស្លៀកពាក់គេថាជួនកាលគេថាឲ្យទៅទិញចិត្តទៅក៏អត់មានលុយទិញទេវាស្អីទេវាគិតលំបាកកណាស់ប៉ុន្តែខ្ញុំបានបញ្ញាថានឹងធ្វើឲ្យបានគឺខ្ញុំទិញតែឯកសណ្ឋានទីនេះជួនកាត់ជាលើកដំបូងសិនចាប់ផ្ដើមសិនហើយបន្ទាប់មកយើង
ឥឡូវយើងកំពុងតែប្រើរូបភាព50បូក50មានន័យថាយើងចេញកណាត់ឲ្យទាំងអស់ឯឈ្មោះកាត់គិតចេញតាមពិតជាលុយរបស់សាលាដែលយើងរកបានតាមរយៈការសន្សំអេតចាយលក់អេតចាយនៅទីនេះតាមរយៈការបង់ថវិកាចូលរបស់អ្នកលក់ដូរអ្នកអាជីវកម្មនៅក្នុងនេះជាប្រចាំខែមកយើងយកលុយនោះទៅប្រើប្រាស់ចែកឲ្យកាត់ក្នុងការចំណាយទៅលើឯកសារនេះ សាលាបឋមសិក្សាវត្តបូបង្កើតឡើងតាំងពីឆ្នាំ 1957 លើទំហំផ្ទៃដី 13,702.65 ម៉ែត្រក្រឡាសាលាបឋមសិក្សាមួយនេះពីដើមឡើយមានតែ3អគារសិក្សាតែប៉ុណ្ណោះក៏ប៉ុន្តែបច្ចុប្បន្នមានរហូតដល់ទៅ15អគារសិក្សាដែលមានប្រមាណ66បន្ទប់និងចែកចេញជា2ផ្នែកគឺផ្នែកមត្តេយ្យសិក្សានិងផ្នែកបឋមសិក្សាក្រោមការគាំទ្រពីសំណាក់សហគមន៍ក្នុងតំបន់ដែលមានមេដាបិតាសិស្សនិងអាណាព្យាបាលបានធ្វើឲ្យថ្នាលបណ្ដុះវិជ្ជាមួយនេះទទួលបាននូវភាពជោគជ័យគួរឲ្យកត់សម្គាល់លើគុណភាពអប់រំវិន័យសីលធម៌និងបំណិននៃការសិក្សារៀនសូត្រដែលផ្សារភ្ជាប់នឹងតថភាពនៃសង្គមបច្ចុប្បន្ន បាទប្រិមត្តទូទៅនិជនបានឃើញហើយបាញ់មិញទស្សនភាពនៅសាលាបឋមសិក្សាវត្តបូបាទពិតជាល្អមែនទែនបាទគឺថាទាំងគ្រូទាំងសិស្សមើលទៅគឺថាមានឯកសណ្ឋានគួរឲ្យស្រឡាញ់មែនទែនបាទគឺថាហើយជាពិសេសអ្វីដែលសំខាន់ហ្នឹងគឺថាការអប់រំនៅក្នុងសាលានេះគឺផ្ដោតសំខាន់ទៅលើវិន័យសិលធម៌ជីវធម៌ហើយនិងគុណភាពបាទចិត្តតាទៅដល់ទីនឹងចាប់អារម្មណ៍មិន នៅពេលដែលនាងខ្ញុំបានធ្វើដំណើរទៅដល់ចូលទៅដល់ក្នុងសាលាភ្លាមលោកបូណាគឺមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងម៉េចយើងរៀននៅសាលារដ្ឋទូទៅគឺវាអត់អញ្ចឹងណាលោកបូណាឯកសណ្ឋានសិស្សគឺអត់មានបានកំណត់ទេគ្រូក៏អត់មានបានកំណត់ដែរក៏ប៉ុន្តែនៅទីនោះគ្រូបង្រៀនគឺឯកសណ្ឋានដូចគ្នាសិស្សសាលាក៏ដូចគ្នាដែរក៏ប៉ុន្តែគេកំណត់សម្គាល់ថ្នាក់ទី1ទី2គេមានបំពាក់នៅលេវនៅខាងលើដើម្បីសម្គាល់ថាកូនសិស្សនឹងរៀនថ្នាក់ទី1ឬទី2ហើយមួយវិញទៀតនៅក្នុងបរិស្ថាននៅក្នុងសាលាវិញតែម្ដង គឺថាស្រស់ស្អាតអត់មានសម្រាមសូម្បីតែមួយស្លឹកឈើជ្រុះមកសឹងតែមិនតាន់ទេលោកបូណានេះខ្ញុំពិបាកនឹងប្រាប់បើសិនជាបានទៅឃើញខ្លួនឯងលោកបូណានឹងមានអារម្មណ៍ថាវាប្លែកភ្នែកមែនទែនហើយនៅក្នុងទីធ្លារបស់សាលាគេគឺគេមានបំពាក់នៅពាក្យស្លោកផ្សេងៗដែលក្នុងន័យអប់រំដល់សិស្សានុសិស្សព្រមទាំងអាណាព្យាបាលដែលចូលមកដល់ក្នុងហ្នឹងក៏គាត់មើលពាក្យស្លោកហ្នឹងទៅគាត់បានយល់ដឹងបន្ថែមទៀតផងដែរចា៎បាទអានឹងហើយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ពិតប្រកបមួយបាទដែលយើងបណ្ដុះតាំងពីកុមារតូចនៅសាលាបឋមសិក្សាឲ្យចេះវិន័យឲ្យចេះសិលធម៌សុជីវធម៌ជាស្រេចបាទហើយជាពិសេសគឺថាការសម្អាតអនាម័យអីនេះដោយមេដាបៃតាគាត់បានចាប់អារម្មណ៍មិញឃើញថាកូនគាត់មានវិន័យនៅសាលាក៏ដូចជានៅផ្ទះចាគាត់នៅវិន័យសាលាយ៉ាងម៉េចទៅដល់ផ្ទះវិញគាត់ធ្វើអញ្ចឹងបាទគាត់ចេះបោះសម្រាមគាត់ចេះប្រមូលទុកដាក់គាត់ចេះសម្អាតខ្លួនប្រាណនេះគឺជាធនធានមនុស្សសម្រាប់ប្រទេសយើងទៅថ្ងៃអនាគតហើយបើសិនជាយើងមានធនធានមនុស្សបៀបនេះណាច្រើនណាគ្រប់សាលាយើងអត់មានសម្រាមពីវាលពីកាលដូចសពថ្ងៃទេចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺការធ្វើសមាធិនាយកសាលានេះគាត់បានរៀបចំឲ្យសិស្សចេះធ្វើសមាធិតាំងពីតូចលោកបូណានាងខ្ញុំចូលទៅដល់នៅពេលដែលគេគោរពទង់ជាតិពេលដែលរៀបបំបាយជួរគឺគេមានការធ្វើសមាធិមួយមានន័យថាឲ្យកូនសិស្សនឹងសង្រួមចិត្តស្ងប់អារម្មណ៍យកចិត្តទុកដាក់សិក្សានៅពេលម៉ោងក្រោយពីបំបាយជួរពីទង់ជាតិទៅនៅពេលដែលមុនចេញមកផ្ទះបញ្ចប់មេរៀនអស់នៅក្នុងថ្ងៃហ្នឹងគឺធ្វើសមាធិម្ដងទៀតគេមានចាក់ភ្លេងដែលដូច meditation ណាលោកបូណាចាហើយនឹងមានលោកគ្រូអ្នកគ្រូគាត់និយាយពីមេរៀនអប់រំឲ្យកូនសិស្សហ្នឹងធ្វើនៅអំពើល្អសាងនៅអំពើល្អចេះគោរពចាស់ទុំអីអញ្ចឹងទៅចា៎ប្រិមិត្តទូទៅនិកជននៅវគ្គក្រោយយើងនឹងស្វែងយល់ស៊ីជម្រៅជាងនេះទៀតបាទពីបទពិសោធន៍នៃការរៀបចំសាលារៀនមួយឲ្យបានល្អបែបនេះបាទនៅពេលនេះសូមសម្រាប់បន្តិចសិន